មនុស្សស្រីតែយើងគួរចិញ្ចឹមមកបែបឲ្យនាងទុំជ្រាយឬក៏ឲ្យនាងខ្លាចជានារីរឹងមាំច្បាស់ណាស់យើងប្រកាសជាធ្លាប់ឃើញក្មេងៗមកដែលល្អៗយើងប្រកាសជាសរសើរឪពុកម្ដាយឬក៏អ្នកចិញ្ចឹមគាត់ឯមែនទេគាត់ថាមិនក៏ឪពុកម្ដាយគេចិញ្ចឹមកូនមកបានល្អហ្មងហើយបើយើងមើលពីសត្វចិញ្ចឹមវិញណាគេចូលចិត្តនិយាយថាសត្វនឹងចរិតមិនម្ចាស់វាប្រកាសជាចរិតអញ្ចឹងហើយតើមែនអត់បើកូននឹងមកអត់ល្អគេបន្ទោសអ្នកចិញ្ចឹមមើលថែអត់បានល្អបើសិនជាសត្វអត់ល្អគេបន្ទោសថាចរិតម្ចាស់អត់ល្អទេបើដំណាំអត់ល្អដូចគ្នាក៏គេនិយាយថាមកពីអ្នកដាំនឹងអត់ល្អដែរគេថាមកពីអ្នកដាំនឹងមើលថែអត់បានល្អអីចឹងតែខុសរឿងមួយណាបើសិនជាប្រពន្ធអត់ល្អគេដែរបន្ទោសប្តីទេគេបន្ទោសតែប្រពន្ធនេះមិនចឹងមិនលេងខូចគេចឹងពេលប្រពន្ធកាចប្រពន្ធខឹងច្រើនមិនក៏គេបន្ទោសប្រពន្ធវិញមិនក៏គេអត់ដែរគិតថាមូលហេតុអីបានធ្វើឲ្យគាត់ខ្លាចជាមនុស្សអញ្ចឹងពេលខ្លះចំណុចចាប់ផ្ដើមរបស់គាត់ណាពីមនុស្សស្រីម្នាក់ដែលស្លូតបូតទុនជ្រាយបែបជាកូនស្រីធម្មតាឲ្យគាត់ខ្លាចទៅជាមនុស្សស្រីម្នាក់ដែលរឹងមាំឲ្យគាត់ខ្លាចទៅជាមនុស្សស្រីម្នាក់ដែលចិត្តដាច់ឲ្យគាត់ខ្លាចទៅជាមនុស្សស្រីម្នាក់ដែលកាចមិនប្រកាសថាទាំងអស់នឹងជាចរិតដើមរបស់គាត់ទេណាប៉ុន្តែប្រហែលជាមកពីឯងនេះអញ្ចឹងគាត់ហើយតែមិនក៏គេអត់ដែរបន្ទោសអ្នកអញ្ចឹងគាត់ចឹងគេបន្ទោសតែគាត់ចឹងនឹងជាភាពអត់ស្មើគ្នានៃសង្គមហើយបើគិតត្រឡប់ទៅវិញណាបវរអាចជាមនុស្សប្រុសបើសិនជាមនុស្សប្រុសនឹងអត់ល្អខូចវិញណាគេប្រកាសជាគិតថាមកពីប្រពន្ធវាអញ្ចេះហើយមកពីប្រពន្ធវាចរិតអាក្រក់ចេះបានជាប្តីវាអញ្ចឹងវាអាចអញ្ចឹងទៀតណាចឹងថ្ងៃនេះយើងទាំងអស់គ្នាមកនិយាយពីភាពរឹងមាំរបស់មនុស្សស្រីតើភាពរឹងមាំរបស់មនុស្សស្រីកើតចេញមកដោយបែបណាវាអត់ខុសទេបើសិនជាមនុស្សស្រីនឹងមានភាពរឹងមាំនៅក្នុងខ្លួនប៉ុន្តែសូមឲ្យភាពរឹងមាំរបស់គាត់នឹងផ្ដើមចេញពីសេចក្តីថ្លៃថ្នូរផ្ដើមចេញពីការដែលគាត់ចូលរួមសង្គមបានច្រើនធ្វើឲ្យគាត់រឹងមាំផ្នែកស្មារតីរឹងមាំផ្នែកចំណេះដឹងរឹងមាំផ្នែកបទពិសោធន៍រឹងមាំដោយសារមានលក្ខខណ្ឌជីវិតល្អដោយសារមានអ្នកជួយជំរុញលើកទឹកចិត្តគាត់ច្រើនរឹងមាំមកដោយព្រោះតែគាត់ចង់បានឲ្យជីវិតកាន់តែល្អប្រសើរឡើងជាមួយនឹងក្តីស្រឡាញ់ការដែលមនុស្សស្រីរឹងមាំមកដោយបានព្រៀងទុកគឺជាការរឹងមាំដែលមនុស្សស្រីអត់ចង់បានគឺការរឹងមាំដោយសារតែការឈឺចាប់រឹងមាំមកដោយសារការឆ្អែតឆ្អន់ការបង្ខំខ្លួនឯងឲ្យត្រូវរស់នៅបែបជាភាពឯករាជ្យដោយសារតែអត់អាចមានស្មារតីផ្អែកបានត្រូវធ្វើអីដោយខ្លួនឯងគ្រប់យ៉ាងពីព្រោះដោយអត់មានអ្នកណាគេធ្វើជំនួសយើងទេអញ្ចឹងទៅពេលខ្លះមិនមែនគាត់ចង់រឹងមាំទេគេមើលមកគេគាត់ថាដូចជាគាត់រឹងមាំណាស់ចឹងប៉ុន្តែអត់មែនអញ្ចឹងទេខាងក្នុងខ្លួនគាត់នៅតែទន់ជ្រាយភាពជាមនុស្សស្រីប៉ុន្តែជាក់ស្ដែងគាត់ត្រូវតែរឹងមាំបែបអញ្ចឹងនេះជាភាពរឹងមាំដែលមនុស្សស្រីអត់ត្រូវការទេហើយត្រូវចាំពីភាពរឹងមាំរបស់មនុស្សស្រីនិងមនុស្សប្រុសដូចគ្នាណាមនុស្សស្រីបើសិនជារឹងមាំហើយបើនាងអាចឈរចាក់ឫសបានដោយខ្លួនឯងហើយនាងនឹងលែងត្រូវការមនុស្សប្រុសនៅក្បែរខ្លួនឯងខុសពីមនុស្សប្រុសបើសិនជាគាត់រឹងមាំហើយគាត់ប្រកាសជាត្រូវការមនុស្សកាន់តែច្រើននៅជុំវិញខ្លួនគាត់ចូលចិត្តទាញគេមកចូលច្រើនប៉ុន្តែមនុស្សស្រីបើសិនជាគាត់អាចរស់នៅបានដោយឯករាជ្យខ្លួនឯងហើយគាត់ប្រកាសជាអត់ត្រូវការអ្នកណាគេទាទេគាត់ចង់នៅម្នាក់ឯងឲ្យច្រើនមនុស្សប្រុសនឹងលែងមានតម្លៃសម្រាប់គាត់ទៀតហើយពេលហ្នឹងអញ្ចឹងហើយកុំបដៅឲ្យមនុស្សស្រីរឹងមាំបែបប្រភេទទី2ហ្នឹងអត់ល្អទេណាគ្រាន់តែចង់ប្រាប់ថាមនុស្សស្រីចិត្តដាច់ណាស់បើនាងហ៊ានស៊ីនាងហ៊ានសងនាងហ៊ាននិយាយនាងហ៊ានធ្វើហើយចរិតមនុស្សស្រីគឺបែបហ្នឹងហ្មងចឹងហើយបើអញ្ចឹងមើលថែមនុស្សស្រីឲ្យនាងរឹងមាំតែផ្នែកសង្គមហេរញ្ញវត្ថុបានហើយមិនបាច់ឲ្យរឹងមាំជាមួយយើងទេក៏ប៉ុន្តែមនុស្សស្រីតញ៉ញក់អែនអនរឿងច្រើនអីអញ្ចឹងតិចទៅបានខ្ជូតមែនណាមិនបាច់ឲ្យនាងរឹងមាំពេកក៏បានដែរក៏ប៉ុន្តែសារធាតុរបស់មនុស្សស្រីដែលព្រះបង្កើតមកគឺសម្រាប់ជាជំនួយរបស់មនុស្សប្រុសហ្មងតាអាហ្នឹងជាដើមកំណើតរបស់មនុស្សស្រីហ្មងប៉ុន្តែណាតែគ្រួសារមួយចំនួនក៏បានផ្ដល់សិទ្ធិឲ្យប្រពន្ធពេញលេញជាជំនួយជាអ្នកពិភាក្សាជាអ្នកដែលអាចនិយាយគ្នាបានជាអ្នកដែលអាចជួយគ្នាទៅវិញទៅមកបានសម្រាប់ប្រពន្ធទេបើជាសួរនាំអីអត់បានធ្វើអីដាច់ដោយឡែកពីគ្នាហើយមិនយូរមិនឆាប់ឯកូនស្រីនឹងខ្លាចជាមនុស្សរឹងមាំបែបប្រភេទមនុស្សស្រីទី2ហើយអញ្ចឹងទៅដូចនិយាយចឹងតែគេរឹងមាំគេអាចឈប់ខ្លួនឯងបានហើយគេលែងត្រូវការមនុស្សប្រុសហើយត្រូវចាំណាចឹងហើយបើឆ្លាញ់ហើយផ្ដល់សិទ្ធិផ្ដល់តម្លៃការពារមើលថែគ្នាល្អទៅមិនយូរមិនឆាប់ទេលទ្ធផលល្អៗនឹងចូលមកក្នុងជីវិតកាន់តែច្រើនបាយបាយ